bạn xôm chuẩn bị suốt đó bong ôn đừng ngọc nhé đại dùng tạm đàm tôi sẽ làm vì cả chia cò đà ra sa rồi có cả đại diện mưa lòng pi để xây chặt máy và tam ngày đi mùi phong đài bạn ngày đi phong đài trong bạn lục runi rắn có xôm chụp điệp chun bong ôn thà ngày níคือจิตไงองเกียบ่าดับใบการไทยพอคุ้นนำโรงชอสะพุทธศักราชปี1568ទៅនឹងថ្ងៃទី11ខែមីនាឆ្នាំ2025នេះផងដែរបាទសម្រាប់ថ្ងៃនេះខ្ញុំនឹងជម្រាបជូនបងប្អូនថាយើងក្នុងការទូទាយផ្នែកតារាសាស្ត្រឬក៏ព្យាករណ៍តារាសាស្ត្រនេះគឺយើងតែងតែយកថ្ងៃរះនិងថ្ងៃលិចបាទសម្រាប់ថ្ងៃនេះផងដែរគឺថ្ងៃរះនៅវេលាម៉ោង6:10នាទីពេលព្រឹកបាទចំពោះថ្ងៃត្រង់គឺនៅម៉ោង12:10នាទីថ្ងៃត្រង់បាទយើងរាប់ជាថ្ងៃត្រង់ហើយនឹងថ្ងៃលិចវិញគឺនៅក្នុងម៉ោង6:10នាទីល្ងាចបាទសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃច័ន្ទផងដែរបាទសម្រាប់ថ្ងៃនេះដែលបងប្អូនដែលកើតនៅក្នុងថ្ងៃច័ន្ទបាទនៅក្នុងថ្ងៃច័ន្ទនេះដំណើរគោចររបស់ព្រះច័ន្ទបានចាប់ផ្ដើមចាក់ចេញអំពីកក្កដារាសីចូលទៅក្នុងគេឲ្យឈ្មោះថាសីហរាសីបាទនៅក្នុងសីហរាសីនេះពន្លឺរបស់ព្រះច័ន្ទបាទក៏ចាប់ផ្ដើមបន្ថែមពន្លឺផងដែរហើយនៅក្នុងនេះផងដែរហ្នឹងអ្នកដែលកើតនៅក្នុងថ្ងៃច័ន្ទនេះហាក់បីដូចជាមានពន្លឺរស្មីកាន់តែខ្លាំងឡើងបាទចំពោះធម្មពលរបស់អ្នកកើតថ្ងៃច័ន្ទថ្ងៃនេះដែរសុទ្ធតែជាថ្ងៃល្អមែនតើបាទហើយក៏ចាប់ផ្ដើមមានអំណាចបាទមានធម្មពលដែលបងប្អូនដែលកើតនៅក្នុងថ្ងៃច័ន្ទនេះបងប្អូនអាចធ្វើការចរចាឬក៏មានន័យថាមុខរបរបងប្អូននោះក៏ចាប់ផ្ដើមថ្ងៃនេះហាក់បីដូចជាមានកម្លាំងធម្មពលមែនតើបាទនៅក្នុងការរកស៊ីទទួលទានរបស់បងប្អូននឹងហាក់បីដូចជាមានម៉ួយឬក៏មានអតិថិជននឹងច្រើនដែលហាក់បីដូចជាផ្លាយមុខច្រើនមែនដែរបាទសម្រាប់ថ្ងៃនេះផងដែរបាទចំពោះការដែលបងប្អូនធ្វើដំណើរទៅទីណាកន្លែងណាមួយនោះហាក់បីដូចជាមានគេគោរពរាប់អានច្រើនបាទឬក៏មានការប្រស័យតាក់ទងនោះល្អប្រសើរខ្លាំងណាស់សម្រាប់អ្នកកើតក្នុងថ្ងៃច័ន្ទបាទសម្រាប់អ្នកកើតនៅក្នុងថ្ងៃអង្គារបាទអ្នកដែលកើតនៅក្នុងថ្ងៃអង្គារនេះហាក់បីដូចជាមិនទាន់ទៅណាទេបាទមិនទាន់ទៅណាឆ្ងាយទេហាក់បីដូចជាមានគូស្នេហ៍ឬមួយក៏ការរាប់អានជាមួយមិត្តភ័ក្តិហាក់បីដូចជាមិនទាន់ជារលូនបាទដោយសារតែនៅក្នុងរាសីខែនេះផងដែរហ្នឹងហាក់បីដូចជាបងប្អូនដែលកើតនៅក្នុងថ្ងៃអង្គារនេះហាក់បីដូចមិនទាន់ទៅណាទេបាទក៏ប៉ុន្តែនៅក្នុងនោះបងប្អូនក៏គួរតែគេហៅថាថ្នមពាក្យថ្នមសម្ដីរវាងគ្នានឹងគ្នាបើសិនជាបងប្អូននៅក្នុងអ្នកកើតថ្ងៃអង្គារនេះផងដែរប្រសិនបើបងប្អូនអាចនឹងរក្សាសិលនៅសមាធិបាននេះហាក់បីដូចជារឿងក៏ដ៏ពិសេសកើតឡើងសម្រាប់បងប្អូនអ្នកកើតនៅក្នុងថ្ងៃអង្គារនេះផងដែរបាទសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃពុធបាទសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃពុធហាក់បីដូចជាឃើញភាពល្អប្រសើរតាំងតែពីម្សិលមិញមកម្លេះដោយសារតែអ្នកកើតថ្ងៃពុធនេះហាក់បីដូចជាមានលៀបសំណាងមែនដែរបាទប៉ុន្មានថ្ងៃនេះគឺយើងឃើញថាទាំងការចរចាទាំងមុខរបរទាំងអីហាក់បីដូចជាមានលុយហូរចូលបាទទាំងមិត្តភ័ក្តិក៏ចាប់ផ្ដើមយល់ចិត្តគ្នាច្រើនមែនទែនសម្រាប់អ្នកកើតនៅក្នុងថ្ងៃពុធនេះផងដែរបាទសម្រាប់បងប្អូនកើតនៅក្នុងថ្ងៃប្រហោះបាទថ្ងៃប្រហោះនេះគឺហាក់បីដូចជាយើងស្ថិតនៅក្នុងរាសីមួយគេហៅថាបាននិយាយមែនទែនទៅអ្នកដែលកើតក្នុងថ្ងៃប្រហោះនេះហាក់បីដូចជាមានការថ្ងៃនេះបើសិនជាមនុស្សប្រុសហាក់បីដូចជាមានការតុបតែងខ្លួនស្អាតបាតណាចំពោះនារីហ្នឹងក៏ដូចគ្នាដែរហាក់បីដូចជាមានគេចាប់អារម្មណ៍ច្រើនបាទចំពោះការនិយាយស្ដីអីមួយហ្នឹងហាក់បីដូចជាមានគេហៅថាមានអំណាចបាទក៏ប៉ុន្តែប៉ុន្មានថ្ងៃនេះហាក់បីដូចជាមិនទាន់នាំលៀបសំណាងជូនដល់បងប្អូនអ្នកកើតនៅក្នុងថ្ងៃប្រហោះទេបាទសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃសុក្របាទសម្រាប់បងប្អូនកើតនៅក្នុងថ្ងៃសុក្រនេះបីដូចជាមានការយល់ចិត្តច្រើនមែនទែនរវាងគូស្នេហ៍បាទរវាង
បុគ្គលិកក្រុមហ៊ុនឬក៏អ្នកការប្រស័យតាក់ទងជាមួយគ្នាទាំងការចរចាលក់ដូរទៅតាមអនឡាញទៅតាមអីហ្នឹងហាក់បីដូចជាល្អមែនដែរបាទសម្រាប់អ្នកកើតថ្ងៃសុក្រនេះហាក់បីដូចជានិយាយតិចបានផលច្រើនបាទសម្រាប់អ្នកកើតនៅក្នុងថ្ងៃសុក្រនេះផងដែរបាទសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃសៅរ៍បាទក្នុងថ្ងៃសៅរ៍ពេលនេះផងដែរបងប្អូនដែលកើតនៅក្នុងថ្ងៃសៅរ៍នេះហាក់បីដូចជាចាប់ផ្ដើមចាក់ចេញពីរឿងដ៏អាក្រក់មែនដែរដែលទី1ហ្នឹងតាក់ទងនឹងការចំណាយលុយកាក់ប្រាក់កាសឬក៏ចាយវាដែលខុសខ្ទង់ហ្នឹងហាក់បីដូចជាងាកត្រឡប់មករកការចាយវាដោយសុក្រិតហើយចំពោះគូស្នេហ៍ឬក៏គ្រួសារហាក់បីដូចជាមានការយល់គ្នាយល់ចិត្តគ្នាបាទសម្រាប់អ្នកកើតថ្ងៃសៅរ៍នេះផងដែរបងប្អូនគួរតែរក្សាចិត្តបាទកាន់ជាកណ្ដាលឲ្យបានច្រើនមែនដែរបាទដើម្បីសន្សំនៅធម៌ពលឲ្យបានខ្លាំងមែនដែរដើម្បីព្យាយាមធ្វើម៉េចឲ្យគេហៅថាជំរះនៅមន្ទិលសង្ស័យការដែលបាបឬមួយក៏អ្វីដែលយើងធ្វើឲ្យវាខុសឆ្គងនៅក្នុងសង្គមនោះគួរតែអ្នកកើតថ្ងៃសៅរ៍គួរតែព្យាយាមបាទព្យាយាមឲ្យបានមែនដែរដើម្បីផ្ដល់យកនៅធម៌ពលពីមហាចក្រវាលរបស់យើងផងដែរបាទសម្រាប់អ្នកកើតថ្ងៃសៅរ៍បាទសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃអាទិត្យបាទសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃអាទិត្យនេះផងដែរថ្ងៃនេះជាថ្ងៃល្អមែនតើបាទនៅក្នុងថ្ងៃអាទិត្យនេះគឺថាបើយើងគិតទៅថាថ្ងៃនេះជាថ្ងៃដែលរឹងមែនតើក៏ប៉ុន្តែសម្រាប់បងប្អូនដែលកើតនៅក្នុងថ្ងៃអាទិត្យនេះហាក់បីដូចជាមិនមានឧបសគ្គទេបាទមានន័យថាគ្រប់តារានិករផ្សេងបាទបានមកប្រជុំផ្ដុំគ្នាបាទឬមួយក៏ជាការជ្រុំជ្រែងណាមួយឲ្យបងប្អូនដែលកើតនៅក្នុងថ្ងៃអាទិត្យនេះហាក់បីដូចជាគេហៅថាធ្វើការដឹកនាំជាក្រុមផងគេហៅថាដោយរលូនដោយមិនមានគេហៅថាមន្ទិលសង្ស័យពីអ្នកណាម្នាក់ទេបាទអញ្ចឹងសម្រាប់អ្នកដែលកើតនៅក្នុងថ្ងៃអាទិត្យនេះផងដែរនៅក្នុងការដឹកនាំឬមួយក៏ការចរចាឬមួយក៏នៅក្នុងគេហៅថាសង្គមគ្រួសារឬរវាងគូស្នេហ៍ហាក់បីដូចជាមានការយោគយល់គ្នាយល់ចិត្តគ្នាបាទមិនមានទំនាស់តោះតេងអ្វីទេបាទនៅក្នុងអ្នកដែលកើតនៅក្នុងថ្ងៃអាទិត្យនេះផងដែរបាទខ្ញុំបានជម្រាបជូនដល់បងប្អូនទាំងអស់គ្នាថានៅក្នុងរាសីចក្ររបស់ខ្មែរយើងសម្រាប់មួយថ្ងៃនេះហើយការដែលព្យាកររបស់ខ្ញុំបាទនេះក៏ព្យាករទៅតាមអ្វីដែលជាក្បួនរបស់បុរាណខ្មែរយើងផងដែរដែលគេឲ្យឈ្មោះថារាសីចក្រខ្មែរនេះក៏ប៉ុន្តែខ្ញុំបាទជម្រាបជូនតែសម្រាប់បុគ្គលឬក៏បងប្អូនដែលកើតនៅក្នុងតាមថ្ងៃតែប៉ុណ្ណោះបាទចំពោះឆ្នាំចំពោះខែនេះខ្ញុំពុំបានជម្រាបជូនទេបាទដោយសារតែទី1ហាក់បីដូចជាវែងពេកអ្វីដែលជារាសីចក្ររបស់ខ្មែរយើងក៏បានផ្ដោតសំខាន់ទៅលើតែថ្ងៃបាទទាំង7ថ្ងៃនេះផងដែរដែលមានច័ន្ទអង្គារពុធមហាសុខសាលនេះបានសុទ្ធតែជាការប្រើប្រាស់ឬក៏ជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាគឺរស់នៅក្នុង7ថ្ងៃនេះតែប៉ុណ្ណោះបាទនេះហើយដែលអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនថាអ្វីដែលយើងធ្វើការព្យាករខ្ញុំបាទព្យាករតែចំនួនថ្ងៃតែប៉ុណ្ណោះបាទសម្រាប់ពេលនេះដែរខ្ញុំសូមអរគុណសម្រាប់អ្នកទស្សនាទាំងអស់គ្នាបាទសូមអរគុណធម្មពលត្រៃភពដៃជះការពារអ្នកនិងក្រុមគ្រួសារពីគ្រោះថ្នាក់នៃ EMF ដូចជា Radical Series, Cholesterol សារធាតុបង្កមហារីកគីមីនិងឧស្ម័នឧបករណ៍បញ្ចេញផ្នែករឹង Wi-Fi វិទ្យុសកម្មទូរស័ព្ទទូរទស្សន៍កុំព្យូទ័រនិងផលិតផលអេឡិចត្រូនិកទាំងអស់ដែលបង្កើតជារលកសញ្ញាវិទ្យុសកម្មនិងវិទ្យុសកម្មលោហៈធាតុដែលធ្វើឲ្យខូចរចនាសម្ព័ន្ធកោសិកាបង្កគ្រោះថ្នាក់ដល់រាងកាយការពារបាននៅអំពើអំព័ន្ធអមនុស្សប្រឆាំងនឹងការប៉ុនប៉ងឬឧបទ្រវហេតុផ្សេងៗដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតការធម្មពលត្រៃភពដៃជះជាសក្តិរមណីយកម្មនៃបរិស្ថាន